បាទសួស្តីបងប្អូនថ្ងៃនេះយើងជួបគ្នាសាយថ្មីម្ដងទៀតទៅលើមូលដ្ឋានគ្រឹះ Microsoft Excel 2016ចឹងវីដេអូនេះគឺដល់ចំណុចរបៀបដាក់សុំដែលយើងហៅថា border ណាចឹងនៅក្នុងរបៀបដាក់សុំរបស់យើងគឺមានពីរចំណុចធំគឺអក្សរកនិងអក្សរខដោយអក្សរករបស់យើងគឺតំបន់ទី1ក្នុងតំបន់ទី1ហ្នឹងគឺមានចំណុច3ចំណុចគឺលេខ1យើង select ដែលចង់ដាក់សុំអញ្ចឹងណាបន្តមកទៀតគឺយើងចូលទៅ home tab យើងយកពាក្យថា cell group ហើយនឹងទី3យកពាក្យថា format cell ឬក៏ចុច control 1អញ្ចឹងនេះគឺជាតំបន់ទី1ហើយតំបន់ទី2របស់យើងនេះគឺអក្សរកតំបន់ទី2មាន6ចំណុចដោយទី1គឺចុចទៅលើ border tab ហើយទី2ជ្រើសរើសយកសុំណាមួយមកដាក់ក្នុងប្រអប់ style ហើយនឹងទី3ជ្រើសរើសយកពណ៌ក្នុងប្រអប់ color ហើយនឹងទី4ជ្រើសរើសយកប្រអប់preset ជាមួយនឹងទី5យើងយក outline សម្រាប់សុំខាងក្រៅនិងទី6គឺ inside សម្រាប់សុំខាងក្រៅអញ្ចឹងនេះគឺជាទ្រឹស្ដីដែលដាក់ border ឬក៏របៀបដាក់សុំអញ្ចឹងដើម្បីងាយស្រួលក្នុងការយល់ខ្ញុំសូមចូលទៅកម្មវិធីដើម្បីបង្ហាញបងប្អូនតែម្ដងទៅបាទនេះខ្ញុំចូលមកដល់ផ្ទាំងកិច្ចការរបស់យើងនេះគឺជា border ខាងនេះគឺជា style ពាក់ព័ន្ធជាមួយនឹង style សុំហើយខាងក្រោមនេះគឺជា color ដែលយើងដាក់ក្នុងសុំហើយនឹងកន្លែងនេះគឺជាផ្ទៃដែលយើងដាក់សុំនឹងចឹងបើដើម្បីយើងចង់ចូលកន្លែងដាក់សុំយើងគ្រាន់តែយកម៉ៅនេះមកដាក់កន្លែងណាមួយមកហើយយើងចុចម៉ៅស្ដាំយើងយកពាក្យថានេះម៉ៅស្ដាំយកពាក្យថា cell format នេះហើយចូលកន្លែង border នេះចឹងដើម្បីដាក់សុំបានបងប្អូនគ្រាន់តែរើសលើសុំកន្លែង slide នេះ style នេះមួយមករើសមួយណាបានឧទាហរណ៍ចង់រើសមួយនេះបន្តនេះខ្ញុំយកដាក់កន្លែងនេះចុចប៉ក់ចឹងមកចុចប៉ក់ហើយសំចុច OK ក៏បានឬចង់រើសពណ៌នេះកន្លែង automatic នេះយើងរើសពណ៌ទៅឬពណ៌អីពណ៌លឿងឬក៏ពណ៌អីចឹងទៅខ្ញុំយកពណ៌នេះបន្ទាប់ទៅយកពាក្យ OK ពេលនេះគឺសុំរបស់យើងគឺជាប់ទៅលើនេះហើយអញ្ចឹងបើសិនជាបងប្អូនចង់បានធំយ៉ាងហ្នឹងក៏ទៅហៅ select ប៉ុណ្ណាយើង select ចឹងមកហើយយើងមកស្ដាំទៅយើងមកស្ដាំទៅយកពាក្យ format cell នេះក៏បានឬក៏យើងមិនចាំបាច់ចូល format cell បងប្អូនគ្រាន់តែចូលមកកន្លែង home បងប្អូនយកកន្លែងពាក្យ border ខាងក្រោមនេះគឺជា border ចុចប៉ក់ហ្នឹងមកខ្ញុំយកពាក្យមក border ក៏ចូលដូចគ្នាដែរអញ្ចឹងកន្លែងនេះអត់ខុសគ្នាទេបងប្អូនអាចរើសដូចតែគ្នាទេអញ្ចឹងណាអញ្ចឹងបងប្អូនរើសបន្តមកណាក៏បានដែរតាមឲ្យចូលចិត្តអញ្ចឹងយកបន្តមកនេះខ្ញុំយកដាក់កន្លែងនេះយើងមិនចាំបាច់ដាក់សុំទាំងអស់ទេយើងគ្រាន់តែដាក់ខាងឧទាហរណ៍បន្តនេះខ្ញុំរើសពណ៌ឥឡូវនេះខ្ញុំសុំរើសពណ៌ក្រហមអញ្ចឹងទៅបាទអញ្ចឹងបន្តនេះខ្ញុំយកពាក្យថា OK ពេលនោះគឺយើងជាប់សុំទៅនេះហើយណាចឹងអត់ចាំបាច់ពិបាកទេនេះគឺជារបៀបនៃការដាក់សុំអញ្ចឹងបើសិនជាបងប្អូនចង់លុបវិញអត់ពិបាកទេបងប្អូនចូលមកកន្លែងហ្នឹងបងប្អូនយកពាក្យថា no border នេះគឺបាត់ចឹងណាអញ្ចឹងខ្ញុំសុំដោះចេញវិញខ្ញុំ select មកទំហំនឹងដែរខ្ញុំយកកន្លែងនេះខ្ញុំយកពាក្យmore border ខ្ញុំចូលមកដោះវិញណានេះខ្ញុំគ្រាន់តែដោះចេញអញ្ចឹងមកបងប្អូនគ្រាន់តែដោះអញ្ចឹងហើយបងប្អូនយកពាក្យថា OK គឺពេលនោះគឺបាត់ហើយណាអូខេនេះគឺបាត់ហើយអញ្ចឹងខ្ញុំចូលលុបនេះមួយទៀត more border ខ្ញុំដោះចេញមកអូខេខ្ញុំដោះចេញបន្ទាប់មកយកពាក្យថាអូខេពេលនោះគឺបាត់ហើយទៅលើការដាក់ border ឬក៏ដាក់សុំណាចឹងសម្រាប់វីដេអូនេះខ្ញុំបង្ហាញបងប្អូនតែប៉ុណ្ណឹងគឺរបៀបដាក់សុំឬក៏ border ណាចឹងខ្ញុំមិនបង្ហាញច្រើនទេខ្ញុំសូមបង្ហាញតែប៉ុណ្ណឹងហើយក៏
អរគុណច្រើនបងប្អូនដែលបានទស្សនាតាំងពីដើមរហូតដល់ចប់thì បើសិនជាបងប្អូនពេញចិត្តនៅវីដេអូរបស់ខ្ញុំសូមបងប្អូនជួយចុច like ចុច share ចុច comment ជាមួយនឹងចុច subscribe ដើម្បីទទួលបានវីដេអូថ្មីៗជាបន្តទៀតជាចុងក្រោយខ្ញុំសូមអរគុណហើយក៏សូមជម្រាបលា